តើបងប្អូនថ្ងៃនេះយើងមានម្ហូបមួយមុខទៀតហើយគឺដុតមាន់ណាបងប្អូនជាដំបូងក៏យើងប្រឡាក់គ្រឿងមាន់នេះសិនទៅហើយនេះប៉ាគាត់បានប្រឡាក់រួចរាល់ហើយខ្ញុំមកពីធ្វើការវិញក៏ចាប់ផ្ដើមនឹងដុតហើយគាត់វាយគ្រឿងវាយអីបញ្ចូលជាតិគ្នាអស់ហើយនេះគឺបន្លែដែលយើងត្រូវដាក់ហ្នឹងគឺជាស្ពៃក្តោបបងប្អូនហ្នឹងហើយស្ពៃក្តោបមានមកកញ្ច្រែងចេះមកពេលដែលយើងដាក់ដុតមាន់យើងដាក់ផ្ទាប់ពីលើឲ្យវាចូលជាតិគ្នានេះយើងចាំផ្ដើមដាក់មាន់ចូលឆ្នាំងហើយបន្ទាប់មកក៏យើងចាក់ខ្លាញ់បន្តិចមកយើងបំពងវារៀងក្រហមសាច់តិចណាបងប្អូនហើយយើងបំពងក្រហមសាច់រួចរាល់មកក៏យើងចាប់ផ្ដើមដាក់ស្ពៃក្តោបឲ្យវាចូលជាតិជាមួយនឹងសាច់មាន់ចេះមកបងប្អូននេះស្ពៃក្តោបយើងគឺដាក់គ្របពីលើមាន់ដើម្បីឲ្យវាសពូនទៅជាប់ពីលើមាន់ទៅឲ្យវាចូលជាតិគ្នាហ្នឹងហើយស្ពៃក្តោបនេះគឺយើងចំនួនមួយកញ្ច្រែងឥឡូវក៏យើងបានរួចរាល់ហើយនេះគឺឆ្អិនហើយបងលឿនណាស់បងប្អូនអើយដុតមាន់ងាយទេយើងរងចាំតែកន្លះម៉ោងទៅ1ម៉ោងអីទៅនេះមាន់យើងបានឆ្អិនហើយនេះយើងរៀងដាក់ជ្រុលទៅវារៀងខ្លោចបន្តិចឥឡូវនេះទឹកត្រីកោះកុងក៏យើងបានបុករួចរាល់ហើយដែរនេះគឺមើលទៅទំនងទេបងប្អូនអាចយើងដាក់មករសជាតិញ៉ាំជាមួយគ្នាបាននេះណាបងប្អូនមកមើលនេះក្នុងការដុតណានេះមាន់ដុតគឺបែបហ្នឹងយើងងាស់វាឲ្យចេញទឹកហ្នឹងវារៀងរីងបន្តិចមកដើម្បីឲ្យមាន់ហ្នឹងវារៀងផុយអញ្ចឹងណាបងប្អូនគឺយើងដុតបែបហ្នឹងហើយបងប្អូនហើយឥឡូវនេះគឺចិត្តរួចរាល់ហើយមាន់ក៏ចិត្តឆ្អិនហើយយើងក៏ហមសាច់បដាហើយមាន់នេះគឺជាមាន់ស្រែសុទ្ធ1គីឡូជាងយើងយកមកដុតមកវាញ៉ាំគ្នា4-5នាក់វាល្មមតែម្ដងបងប្អូនហើយយើងដុតលាយជាមួយនឹងទឹកដូងបងប្អូនហើយពេលនេះពេលដែលខ្ញុំចាក់ទឹកដូងហ្នឹងខ្ញុំបានបង្ហាញបងប្អូនឲ្យឃើញឥឡូវខ្ញុំចាក់រួចរាល់ហើយទឹកដូងមួយផ្លែហើយយើងដាក់ចូលទៅមកងាស់វាចេញអាជាតិដូងហ្នឹងជាមួយនឹងគ្រឿងហ្នឹងវាចូលជាតិគ្នានេះវាមកចាប់ជាតិនៅសាច់មាន់នេះយ៉ាងឆ្ងាញ់តែម្ដងបងប្អូនបងប្អូនណាបានធ្វើមាន់ដុតគឺធ្វើដូចខ្ញុំក៏បានចង់ធ្វើដូចបងប្អូនចឹងក៏បាននេះគឺបែបហ្នឹងអញ្ចឹងណាបងប្អូនហើយមាន់ដុតនេះគឺយើងមិនរងចាំយូរទេវាឆ្អិនហើយបងប្អូនហើយនេះឥឡូវយើងចាប់ផ្ដើមញ៉ាំយកតែម្ដងទៅគឺញ៉ាំបែបហ្នឹងអញ្ចឹងណាហើយរសជាតិដឹងតែមកអែមតែហ្មងនេះយើងកំពុងញ៉ាំជប់ជុំគ្រួសារអាហារថ្ងៃត្រង់អញ្ចឹងយើងអត់មានអីទេគឺញ៉ាំជុំគ្នាតែម្ដងគឺនេះជាមួយប្រពន្ធជាមួយនឹងកូនចៅជាមួយនឹងប៉ាជាមួយនឹងអីទៅជុំគ្នានេះអង្គុយញ៉ាំមួយបាយបដាអញ្ចឹងណាមើលទៅទំនងហ្នឹងបងនេះកូនត្រែនមកសួរប៉ាប៉ាញណាញ់ហ៎គៀមគ្រឿងក្នុងនោះវាបានគ្រឿងក្នុងមកនេះនោះគៀមហើយនៅហ្នឹងហើយកូនស្រីនេះហើយប៉ាប៉ាបានមាន់ប៉ុណ្ណេះហើយដាក់យកបាយផងមាន់ផងនេះគឺអែមតែហ្មងបានដុតមាន់ថ្ងៃត្រង់ចេះបាយលឹងអស់មិនចេះតិចទេបងប្អូនអើយណាហើយបុកទឹកត្រីកោះកុងដាក់ម្ទេសរៀងច្រើនទៀតផងហើយរសជាតិមកអែមទៀតនេះគឺឆ្ងាញ់តែម្ដងណាបងប្អូនឥឡូវនេះយើងដាក់បាយមួយម៉ាត់មកចាប់ចិត្តរបស់គេនេះដុតខ្លួនឯងញ៉ាំខ្លួនឯងទំនងហ្នឹងបងប្អូនហើយនេះឥឡូវយើងចាប់ផ្ដើមលើកកភ្លៅមួយមកដាក់កភ្លៅមួយមកឲ្យវារសជាតិហ្នឹងវាយ៉ាងណាយ៉ាងណីឆ្ងាញ់យ៉ាងហ្នឹងអែមណាស់បងប្អូនហើយបងប្អូនអាចមកដុតមាន់ញ៉ាំ